នៅក្នុងជីវិតយើងអត់ខ្វះទេអ្នកស្រឡាញ់អ្នកស្អប់អ្នករកគួនអ្នកបំផ្លាញយើងប៉ុន្តែយើងត្រូវចាំថានៅលើโลกនេះគ្មានអ្នកណាអាចបញ្ឈប់ភាពរីកចម្រើនរបស់យើងបានទេបើសិនជាយើងនៅតែបន្តអភិវឌ្ឍខ្លួនទៅមុខជានិច្ចជីវិតយើងអត់ខ្វះទេអ្នករំខានអត់ខ្វះទេអ្នកស្អប់អត់ខ្វះទេអ្នកចំណែកឈ្នានីសគុំគួនពេបជ្រាយប្រមាថមើងងាយហើយមនុស្សទាំងអស់នឹងគឺជាមេរោគធំណាស់ដែលធ្វើឲ្យជីវិតរបស់យើងមិនវិវត្តទៅមុខទេសង្គមសពថ្ងៃនេះបើយើងនៅតែដែតដងទៅតាមរឿងទាំងអស់ហ្នឹងនៅតែចំណាយអារម្មណ៍ខ្វាយខ្វល់ជាមួយរឿងទាំងអស់ហ្នឹងយើងទៅមុខមិនបានទេមួយថ្ងៃ24ម៉ោងចំណាយពេលតបតជាមួយគេអស់ 4-5 ម៉ោងចំណាយពេលអន់ចិត្តមួយគេអស់ 4-5 ម៉ោងចំណាយពេលខូចចិត្តអស់ 4-5 ម៉ោងទៀតចំណាយពេលរកវិធីឆ្លុះតបតនឹងគេវិញអស់ 4-5 ម៉ោងទៀតមានពេលណាទៅរកមានពេលណាទៅធ្វើការហើយសួរថាមានពេលណាទៅរកគំនិតថ្មីមកអភិវឌ្ឍខ្លួនកន្លែងនេះជាកំហុសធំណាស់សម្រាប់មនុស្សសម័យនេះប្រឹងអភិវឌ្ឍខ្លួនឲ្យទៅមុខជានិច្ចមាសសុទ្ធកុំខ្លាចភ្លើងមនុស្សល្អក៏មិនខ្វាយខ្វល់ជាមួយនឹងពាក្យមូសាដែរធ្វើរឿងតែសុចរិតទៅគេយល់ឃើញបែបណាវាជាកម្រិតយល់ដឹងរបស់គេនិយាយពីអាក្រក់ពីយើងបែបណាវាគឺជាកម្រិតនៃចំណេះដឹងកម្រិតនៃសិលធម៌របស់គេបដោយទៅតាមគេខ្លះទៅយើងនៅតែវិវត្តខ្លួនទៅមុខជានិច្ចយើងកាន់តែរីកចម្រើនគេឈ្នានីសគេប្រមាថគេមើលងាយគេស្អប់យើងក៏ដោយក៏មិនអាចធ្វើអីយើងបានដែរហើយក៏មិនអាចទប់ជាមួយនឹងការវិវត្តខ្លួនរបស់យើងទៅមុខជាប្រចាំថ្ងៃនឹងបានដែរឈប់ខ្វល់ខ្វាយឈប់កើតទុកចាប់ផ្ដើមមើលមកខ្លួនឯងវិញលទ្ធផលអត់ចេះកុហកមនុស្សទេបើយើងនៅតែបន្តប្រឹងរៀនសូត្របើយើងនៅតែបន្តប្រឹងអភិវឌ្ឍខ្លួនរឿងតូចតាចទាំងអស់នេះមិនអាចមករារាំងភាពរីកចម្រើនរបស់យើងបានទេមនុស្សខ្លះនៅពេលដែលយើងនៅតែវល់ជាមួយនឹងរឿងទាំងអស់ហ្នឹងយើងទៅមុខអត់រួចទេបើយើងចង់ឲ្យទៅឆ្ងាយពីរឿងទាំងអស់ហ្នឹងប្រឹងអភិវឌ្ឍខ្លួនបន្ថែម1 គុណនឹង 2ទៅមិនយូរទេសម្លេងទាំងអស់នោះនឹងកាន់តែឆ្ងាយពីយើងទៅដោយសារតែខ្លួនរបស់យើងរីកចម្រើនទៅមុខឆ្ងាយពី